អង្គការគោលដៅយុត្តិធម៌បើកពាក្យបណ្ដុះបណ្ដាលប្រព័ន្ធច្បាប់ដើម្បីការពារធានាវិនិយោគិនក្រៅប្រព័ន្ធតុលាការឯកឧត្តមម៉ៅធូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថាក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការគោលដៅយុត្តិធម៌ដែលហៅកាត់ថា DJ ដើម្បីធ្វើការបណ្ដុះបណ្ដាលប្រព័ន្ធច្បាប់ដើម្បីធានាការពារវិនិយោគិនក្រៅប្រព័ន្ធតុលាការនិងជំរុញឲ្យមន្ត្រីរបស់ខ្លួនឲ្យដាក់ចេញនូវឧទាហរណ៍គំរូច្បាស់លាស់ស្ដីពីវិធីសាស្ត្រដែលអាចធ្វើឲ្យសកម្មកម្មជ្រួលជ្រាបនៅជំនាញផ្សេងៗក្នុងវិស័យមជ្ឈការនៅព្រឹកថ្ងៃទី25ខែកក្កដានេះក្នុងអង្គសការសាលាស្ដីអំពីមជ្ឈការអន្តរជាតិភ្នំពេញ2014ដែលបានសហការរៀបចំឡើងដោយអង្គការគោលដៅយុត្តិធម៌រួមជាមួយនឹងក្រសួងពាណិជ្ជកម្មដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអ្នកជំនាញការបានធ្វើដំណើរមកពីទីក្រុងហុងកុងសង្ហបុរីនិងសហរដ្ឋអាមេរិកឯកឧត្តមបានបន្តថាសិក្ខាសាលានេះមិនត្រឹមតែផ្ដល់គុណប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតឲ្យមានការធានានៅបរិយាកាសជំនួញនៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតយន្តការមជ្ឈកម្មប្រកបដោយភាពរឹងមាំអាចជួយជំរុញក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនក្រៅស្រុកស្វែងរកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាជាដើមនៅក្នុងឱកាសនោះដែរលោក Thomas Nabado Blackmore ជាមេធាវីនិងក្រុមប្រឹក្សាច្បាប់នៅអង្គការគោលដៅយុត្តិធម៌បានលើកឡើងថាព្រឹត្តិការណ៍នេះអាស្រ័យដោយកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្មនិងអង្គការគោលដៅយុត្តិធម៌ព្រមទាំងបណ្ដាញអ្នកច្បាប់អន្តរជាតិរបស់ខ្លួនផងដែរតែបានខិតខំដោយមិនខ្លាចនឿយហត់ដើម្បីបង្កើតឲ្យមានសហគមន៍មជ្ឈការរួមគ្នានៅថ្ងៃនេះលោកបានបញ្ជាក់ថាក្នុងការពង្រឹងការយល់ដឹងនៅផ្នែកមួយដ៏មានសារៈសំខាន់បំផុតនៃប្រព័ន្ធច្បាប់គឺការចែករំលែកចំណេះដឹងគំនិតយោបល់អំពីអនុវត្តនីតិវិធីទាំងឡាយណាព្រមទាំងចែករំលែកបទពិសោធន៍ជាមួយសហការីកម្ពុជានិងព្រមទាំងជាមួយវាគ្មិនបរទេសផងដែរ